ម៉ែកូនឃ្លានហើយឈ្ងុយណាស់សៀវហ៊ូយកត្រីនៅលើតុទៅឲ្យលោកយាយសិនទៅចំណែកមួយនេះចាំកូនត្រឡប់មកវិញសឹមញ៉ាំបាត់ម៉ែណែមើលចុះតើកូនប្រសាច្បងចេះចាប់ត្រីតាំងពីអង្ការនាងចេះស្អីគ្រាន់តែសំណាងល្អប៉ុណ្ណោះកាលពីមុនការងារស្រែចម្ការឬការងារផ្ទះនាងមិនដែលធ្វើសោះនាងធ្វើខ្លួនដូចជាអ្នកស្រីខ្ពង់ខ្ពស់អញ្ចឹងសំណាងហើយដែលបានបំបីផ្ទះគ្នាឯងមិនដឹងទេថ្ងៃនេះនាងយកគ្រាប់ធញ្ជាតិធ្វើជាចំណីត្រីកាយវិការរបស់នាងគឺដូចកាលពីមុនបេះបិទយេសៀវហ៊ូហេតុអ្វីកូនមកទីនេះនេះគឺជាអ្វីដែលម៉ែឲ្យកូនយកមកជូនលោកយាយកូនទៅវិញហើយណែសៀវហ៊ូព្រះអាទិត្យប្រហែលជារះនៅទីខាងលិចហើយមើលទៅសុកកូនប្រសាច្បងផ្ញើត្រីមកឲ្យពួកយើងថ្ងៃនេះនៅចំពោះមុខអ្នកភូមិខ្ញុំបានស្ដីបន្ទោសនាងតើនាងធ្វើបែបនេះដើម្បីឲ្យខ្ញុំខ្មាស់គេមែនទេរឿងនឹងពិបាកនិយាយណាស់ប៉ុន្មានថ្ងៃនេះម៉ែហាក់ដូចជាមនុស្សផ្សេងម្នាក់អញ្ចឹងរបស់ញ៉ាំឆ្ងាញ់នៅក្នុងផ្ទះម៉ែឲ្យកូនទាំងអស់ម៉ែថែមទាំងមិនឲ្យកូនធ្វើការងារធ្ងន់ទៀតផងកូនពិតជាចូលចិត្តម៉ែនៅពេលនេះណាស់ទោះបីជានៅក្នុងផ្ទះមានអាហារក៏ដោយប៉ុន្តែអាកាសធាតុកាន់តែត្រជាក់ទៅហើយអាហារក៏នឹងកាន់តែពិបាករកដែរការពឹងផ្អែកលើប្រព័ន្ធនឹងមិនធ្វើឲ្យគ្រួសារដាច់ពុះទេប៉ុន្តែការឡើងភ្នំញឹកញាប់ពេកនឹងធ្វើឲ្យអ្នកដទៃសង្ស័យខ្ញុំត្រូវតែរកហេតុផលសមរម្យមួយដើម្បីឡើងភ្នំយ៉ាងម៉េចដែរញ៉ាំឆ្អែតគ្រប់គ្នាហើយឬនៅបាទពួកយើងឆ្អែតហើយល្អហើយអញ្ចឹងយប់នេះសម្រាប់ឲ្យបានឆាប់ទៅស្អែកនេះកូនច្បងនិងកូនទី3ឡើងភ្នំជាមួយម៉ែមានការងារឲ្យពួកកូនធ្វើបាទម៉ែម៉ែតើយើងមករកធ្មមានពណ៌ទាំងនេះធ្វើអ្វីទៅកាលពីម្សិលមិញម៉ែរកឃើញវិធីរកលុយបានហើយកូនមើលចុះត្បូងពេជ្រអាចលក់បានថ្លៃណាស់ប្រសិនបើយើងដុសខាត់ថ្មពណ៌ទាំងនេះតើវាមិនអាចលក់បានថ្លៃដូចត្បូងពេជ្រទេហាម៉ែថ្មទាំងនេះមាននៅពេញភ្នំបោះចោលក៏គ្មានអ្នកណាចង់បានដែរចង់រកលុយជាមួយរបស់ទាំងនេះណែខ្ញុំដឹងថាគំនិតនេះពិបាកឲ្យគេទទួលយកបន្តិចហើយប៉ុន្តែបើមានគំនិតយើងត្រូវតែសាកល្បងមែនទេអាទី3សមត្ថភាពឯងមិនមែនពួកយើងមិនដែលឃើញឯណាបើឯងមានគំនិតធ្វើវាទៅថ្មរកបានគ្រប់អស់ហើយតែធ្វើម៉េចទើបអាចដុសវាឲ្យទៅជាក្របមួយបានទៅម៉ែមានការអីប្រញាប់ម្លេះអាធំនៅក្នុងភូមិយើងមានអ្នកចេះជំនាញឆ្លាក់ត្រាមែនទេថ្មទាំងនេះចង់ធ្វើជាគ្រឿងអលង្ការត្រូវតែដុសខាត់ចេញជារូបរាងសិនជាងឆ្លាក់ត្រាដូចជាមិនមានទេប៉ុន្តែពីមុនពួកអាគឺជាជាងថ្មខ្ញុំធ្លាប់រៀនជំនាញខ្លះពីគាត់ដែរម៉ែឲ្យខ្ញុំសាកមើលបានទេមែនឬអញ្ចឹងថ្មទាំងនេះម៉ែចង់ឲ្យឯងដុសវាឲ្យចេញជារូបរាងដូចជាគ្រាប់អង្កាំដំបូងត្រូវដុសវាឲ្យចេញជារាងដំណក់ទឹកសិនបន្ទាប់មកចោះប្រហោងនៅចំកណ្ដាលម៉ែរឿងនេះងាយស្រួលទេឥឡូវខ្ញុំទៅរកពួកអាខ្ចីឧបករណ៍សិនម៉ែចាំខ្ញុំណាជើងរបស់អាធំមិនអាចបង្អង់យូរទៀតបានទេខ្ញុំត្រូវតែទៅស៊ើបសួរមើលថាតើមានគ្រូពេទ្យណាពូកែខាងងត់ឆ្អឹងខ្លះយាយខ្ញុំមកហើយអូអាធំមិនក៏ឯងមកទីនេះអាធំពួកឯងនៅទីនេះអាធំឯងមករកពូមានការអីពូអាឧបករណ៍មួយឈុតដែលខ្ញុំធ្លាប់រៀនជាមួយពូកាលពីមុននៅមានទេខ្ញុំចង់ខ្ចីប្រើបន្តិចណែយកទៅមិនបាច់ទេពូយកទៅនៅទីនេះតើឯងយកឧបករណ៍ទៅធ្វើអីម៉ែប្រាប់ថាជារឿងសម្ងាត់រឿងនេះកុំទាន់ប្រាប់ពូអាអី
ពូអាមិនមែនប៉ុន្មានថ្ងៃទៀតដល់ថ្ងៃខួបកំណើតម៉ែទេអីខ្ញុំចង់ធ្វើរបស់លេងពីថ្មឲ្យក្មេងលេងអញ្ចឹងទេអីឧបករណ៍ទាំងនេះពូក៏លេងប្រើដែរឯងយកទៅចុះមិនបាច់យកមកវិញក៏បានដែរអញ្ចឹងខ្ញុំទៅសិនហើយកាលនោះក្មេងក្នុងភូមិច្រើនណាស់មកសុំរៀនជាមួយខ្ញុំមានតែអាធំម្នាក់គត់ដែលរៀនឆាប់ចេះជាងគេបើគុំតែជើងម្ខាងនេះធ្វើឲ្យរាំងស្ទះអាធំគុំអីម្លេះសំវែល្បីបាត់ទៅហើយក៏ដោយសារតែម៉ែវានោះឯងការពួកយើងចាក់ចេញទៅជើងក្មេងនេះទៅជាបែបនឹងបាត់ទៅហើយក្មេងល្អបែបនេះបែរជាត្រូវខូចអនាគតដោយសារជើងខ្ញុំស្លាប់ក៏បិទភ្នែកមិនចិត្តដែរក្មេងពីរនាក់នេះមនុស្សច្រើនពេញបន្ទប់នៅតែហ៊ានផ្អែមល្ហែមដាក់គ្នាទៀតពិតជាមើលមិនយល់មែនម៉ែខ្សែកធ្វើរួចហើយម៉ែប្រញាប់មើលជំនាញអាធំពិតជាមិនធម្មតាមែនគ្រាប់អង្កាំដុសបានរលោងស្អាតណាស់មិនចាញ់របស់សម័យទំនើបប៉ុន្មានទេចំណែកឯយន្តនាងក៏ដៃរហ័សដែរខ្ញុំគ្រាន់តែគូររូបពន្ធយល់បន្តិចក៏យល់បាត់ឆ្លាតជាងកូនសិស្សមុនរបស់ខ្ញុំឆ្ងាយណាស់បើអាជីវកម្មនេះជោគជ័យមែនបណ្ដុះបណ្ដាលក្មេងឲ្យក្លាយជាអ្នកបន្តវេនក៏មិនអាក្រក់ដែរម៉ែយ៉ាងម៉េចដែរយន្តនាងឯងធ្វើបានល្អណាស់បើធ្វើបានពីរបីខ្សែទៀតពួកយើងអាចយកទៅលក់នៅទីប្រជុំជនបានហើយម៉ែមើលណែហូមិននឹកស្មានថាថ្មអាចប្រែជាស្អាតបែបនេះសោះយកទៅលក់នៅទីប្រជុំជនច្បាស់ជាមានគេចូលចិត្តច្រើនមិនខានមានលុយហើយពួកយើងនឹងមិនដាច់បាយទៀតទេសៀវហ៊ូនិយាយត្រូវហើយទៅថ្ងៃមុខពួកយើងរកលុយឲ្យបានច្រើនអញ្ចឹងពួកយើងនឹងមិនដាច់បាយទៀតទេយេល្អណាស់អាទី3អាធំម៉ែទៅមើលសិនពួកឯងចាំនៅទីនេះចុះបាត់ម៉ែត្បូងខ្លះមិនអាចត្រូវកម្ដៅថ្ងៃខ្លាំងពេកទេដូច្នេះកន្លែងលក់គ្រឿងអលង្ការល្អបំផុតគឺនៅកន្លែងដែលមានម្លប់គឺនៅទីនេះហើយខ្ញុំត្រូវប្រញាប់ទៅហៅអាធំនិងអាទី3មកគ្រឿងអលង្ការនេះលក់តម្លៃប៉ុន្មានបងប្រុសខ្សែកនេះគិតត្រឹម50ដំឡឹងចុះនេះគឺជាស្នាដៃបងថ្លៃខ្ញុំក្រងដោយផ្ទាល់ដៃណាថ្មចង្រៃនឹងហ៊ានទារដល់50ដំឡឹងផងចង់ឈួតមែនទេមែនហើយមិនក៏មិនទៅប្លន់តែម្ដងទៅបើចង់ទិញក៏ទិញទៅបើមិនទិញទេកុំមកនិយាយច្រើនស្អីចង់វាគ្នាមែនទេបានហើយកុំខាត់ពេលអីពេលវេលានៅទីប្រជុំជនមានកំណត់កុំឲ្យពួកគេមកបង្អាក់ពេលរកលុយយើងពួកឯងនៅចង់រកប្រាក់មែនទេបាទដឹងហើយម៉ែចាំមើលចុះអញនឹងចាត់ការពួកឯងមិនខានម៉ែយើងរៀបចំលក់នៅទីនេះទៅចាស់នៅទីនេះហើយគុំនៅថ្មឹងអីប្រញាប់មកជួយគ្នាម៉ែតើម៉ែដឹងទេថាហេតុអ្វីបានជាខ្សែករបស់យើងលក់ថោកម្លេះទី1ការលក់ផលិតផលត្រូវការវេចខ្ចប់គ្រួសារយើងក៏គ្មានលុយទិញប្រអប់វេចខ្ចប់ទេដូច្នេះតម្លៃថោកគឺជារឿងធម្មតាថ្ងៃនេះម៉ែប្រាប់កូនត្រូវតែចងចាំទុកទី2ពេលណែនាំទំនិញយើងត្រូវកំណត់តម្លៃឲ្យខ្ពស់ឧទាហរណ៍ខ្សែកនេះគឺជាស្នាដៃត្បាញដោយដៃមានតែមួយគត់គ្មានពីរឡើយអូព្រះឲ្យម៉ែនិយាយបែបនេះមានគេជឿដែរឬជឿមិនជឿសាក់លបងទៅនឹងដឹងហើយបងប្រុសជួលទៅមួយនឹងកៅអីពីរឲ្យខ្ញុំមកបងស្រីម្ចាស់ហាងសុំក្រណាត់ខ្មៅ3ផ្ទាំងមកមកមើលខ្សែត្បាញដោយដៃពីស្នាដៃមេជាងមានតែមួយគត់100វិនក្នុងមួយខ្សែទិញមិនខកបំណងមិនចាញ់បោកទេមកឲ្យលឿនឡើងទ
ទិញមួយខ្សែជូនម្ដាយក្មេកគាត់នឹងសរសើរកូនប្រសើរល្អជាងកូនបង្កើតមកមើលស្អាតណាស់មិនដែលឃើញពីមុនមកសោះមួយនេះសំនឹងអ្នកណាស់ពាក្យស្លោកលក់ដូរឥឡូវនេះសំស្របនឹងមនុស្សបុរាណប្រើដើម្បីចំណេញពេលណាស់មួយនេះថ្លៃប៉ុន្មានខ្ញុំយកហើយ50វិនអ្នកពិតជាមានភ្នែកមើលមែននេះជាខ្សែដ៏ល្អបំផុតរបស់ហាងយើងថៅកែខ្ចប់ខ្សែប៉ុន្មានខ្សែនេះឲ្យពូយើងផងប៉ុន្មានដែរចុះថោកបន្តិចបានទេសម្រាប់សុភាពនារីនៅទីនេះថ្ងៃនេះទិញ6ខ្សែថែមជូន1ខ្សែភ្លាមពិតជាស្អាតណាស់សមនឹងអ្នកណាអញ្ចឹងយកឲ្យខ្ញុំ3ខ្សែមកខ្ញុំយកខ្សែនេះខ្ចប់ឲ្យខ្ញុំផងថៅកែតាចាស់ម្នាក់នេះនៅផ្ទះពូកែនិយាយមិននឹកស្មានថានៅខាងក្រៅក៏ពូកែអ៊ូតដែរចរិតបែបនេះសំនឹងធ្វើជំនួយណាស់ពិតជាស្អាតណាស់មួយនេះសំនឹងអ្នកណាយកមួយនេះឲ្យខ្ញុំផងម៉ែលក់អស់រលីងហើយសរុបបានជាង2300វិនច្រើនជាងប្រាក់2ដំឡឹងទៅទៀតមិននឹកស្មានថាជំនួញដែលដើមឡើយសម្រាប់បិទបាំងអត្តសញ្ញាណបែរជាជោគជ័យមែនទែនប្រហែលជាអាចបន្តអាជីពចាស់ពីជាតិមុនបង្កើតម៉ាកគ្រឿងអលង្ការថ្មីស្រឡាងមួយល្អហើយឆ្លៀតពេលព្រះអាទិត្យមិនទាន់លិចយើងទៅទិញអីវ៉ាន់ខ្លះទៅបាទម៉ែទិញច្រើនម្ល៉េះអ្នកម្ដាយទី2អ្នកដឹងទេថាខ្សែទាំងនោះលក់បាន110កាក់ក្នុងមួយខ្សែហើយលក់អស់ក្នុងពេលដ៏ខ្លីសរុបលក់បាន2300កាក់មែនហើយយើងត្រូវតែអបអរសាទរព្រះឲ្យ2300កាក់ម៉ែពូកែណាស់លុយច្រើនយ៉ាងនេះទោះបីគ្រួសារយើងមិនធ្វើអ្វីសោះក៏អាចរស់នៅបានពេញមួយរដូវរងាដែរធ្វើហេតុអ្វីមិនធ្វើមុខរបរចំណេញយ៉ាងនេះខ្ញុំច្បាស់ជាត្រូវធ្វើហើយរបស់ដែលកំមទើបមានតម្លៃបើខ្សែទាំងនេះបង្ហាញខ្លួនក្នុងក្រុមញឹកញាប់ពេកវានឹងចុះថោកម្យ៉ាងទៀតខ្សែទាំងនេះបងប្រុសនិងបងថ្លៃស្រីខំធ្វើទាំងមិនបានដេកច្រើនថ្ងៃហើយយ៉ាងហោចណាស់ក៏ត្រូវឲ្យពួកគេសម្រាប់2ថ្ងៃដែរថ្មីនេះដោយសារគ្រោះទុរភិក្សតម្លៃស្បៀងអាហារក្នុងក្រុងបានឡើងថ្លៃខ្លាំងមនុស្សជាច្រើនគ្មានបាយហូបទេមិនដឹងថាថ្ងៃណានឹងមានរឿងឆ្លាចកើតឡើងទេយើងមិនអាចឲ្យគេដឹងថាផ្ទះយើងមានទាំងលុយនិងស្បៀងឡើយម៉ែកុំបារម្ភអីខ្ញុំសន្យាថានឹងមិននិយាយអ្វីទាំងអស់យប់នេះហូបសាច់បាទទៅសម័យនេះហើយនៅមានអ្នកក្នុងភូមិមានលុយទិញសាច់ជ្រូកហូបទៀតសៀវហ៊ូបន្លែបន្លាទាំងនេះពិបាកហូបណាស់ឯងបេះច្រើនម្លេះធ្វើអីលោកយាយលីនលោកយាយខ្ញុំថាក្មេងត្រូវហូបបន្លែឲ្យបានច្រើនទើបមានសុខភាពល្អបន្លែនេះល្វីងណាស់អ្នកភូមិយកទៅឲ្យមន់ស៊ីទេតែបងថ្លៃទី2បែរជាឲ្យសៀវហ៊ូហូបទៅវិញគួរឲ្យអាណិតណាស់សៀវហ៊ូចាំបន្តិចប្រញាប់ហូបទៅកុំឲ្យលោកយាយឯងឃើញអរគុណលោកយាយលីនតែខ្ញុំមិនអាចយកបានទេឲ្យក៏យកទៅលោកយាយឯងឲ្យរបស់ល្អទៅពូទីពីឯងអស់ហើយចុះចំណែកឯងមានសល់អីមើលចុះស្គមឡើងសតែស្បែកដណ្ដប់ឆ្អឹងហើយលោកយាយលីនលោកយាយខ្ញុំល្អចំពោះខ្ញុំបំផុតមិនឲ្យលោកយាយនិយាយអាក្រក់ពីគាត់ទេក្មេងរឹងរូសនេះលោកយាយឯងចិត្តខ្មៅណាស់កុំចាញ់បោកគាត់ឲ្យសោះបងស្រីលីនបងពិតជាទំនេរណាស់មែនទេបានជាមកនិយាយដាំគេបែបនេះសៀវហ៊ូកុំស្ដាប់គាត់រូអីប្រញាប់ទៅផ្ទះហូបបាយទៅបាត់មកហើយធ្វើបុណ្យបែរជាបានបាបខ្ញុំពិតជាហួសចិត្តមែនប៉ុន្តែបើចង់រស់នៅក្នុងភូមិយ៉ាងស៊ូនេះឲ្យបានស្រួលមិនត្រឹមតែត្រូវរកជាមួយគ្រួសារប្តីទេសូម្បីតែអ្នកភូមិក៏ត្រូវមានទំនាក់ទំនងល្អដែរសៀវហ៊ូឥឡូវដល់ម៉ោងបាយហើយយកសាច់មួយចាននេះទៅឲ្យយាយទូតទៅកូនល្អទេកូនដឹងហើយម៉ែនឹងយាយទូតមិនសូវត្រូវគ្នាទេហេតុអ្វីបានជាម៉ែឧស្សាហ៍ផ្ញើត្រីផ្ញើសាច់ឲ្យគាត់ម្លេះយាយទូតរបស់កូនក៏ជាសាច់ញាតិរបស់ពួកយើងដែរប៉ុន្មានឆ្នាំមកនេះគឺបានគាត់ហើយដែលជួយមើលថែគ្រួសារយើងពីមុនមកគឺម៉ែមិនទាន់ដឹងក្តីដូច្នេះទៅថ្ងៃមុខកូនត្រូវតែចេះក្រញ៉ូចំពោះយាយទូតឲ្យបានច្រើនយល់ទេកូនយល់ហើយម៉ែប្រញាប់ញ៉ាំទៅសាច់អីក៏តិចម្លេះអូ
ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាវាចម្លេះចុះសាច់នេះបានមកពីណាចង់ទៅណាគឺម៉ែខ្ញុំអ្នកទិញឲ្យយកទៅឲ្យយាយទួតពូទី2ខ្ញុំទៅហើយសៀវហ្វុងប៉ុន្មានថ្ងៃនេះម៉ែមិនឲ្យអ្វីសោះតើគាត់នៅចង់បានបងជាកូនទៀតទេម៉ែពិតជាអញ្ចឹងមែនឲ្យតែបែកផ្ទះហើយគឺមិនខ្វល់ខ្វាយតែម្ដងតើមានម៉ែណាដែលចិត្តដាច់យ៉ាងនេះបើសិនជាហ្វុងមិនបានទៅខ្ចីស្បៀងពីផ្ទះមកទេម្លេះសំពេលនេះផ្ទះយើងដាច់បាយបាត់ហើយហ្វុងចាប់ពីថ្ងៃនេះទៅឪពុកម្ដាយឯងគឺជាឪពុកម្ដាយរបស់បងបើគាត់មិនទទួលស្គាល់បងជាកូនបងក៏មិនចង់បានគាត់ជាម៉ែដែរយាយទួតម៉ែឲ្យខ្ញុំយកសាច់មកឲ្យយាយទៀតហើយចុះសាច់នេះបានមកពីណាគឺពុកនិងពូទី3ខំធ្វើការធ្ងន់ទើបមានលុយទិញម៉ែថានៅផ្ទះមានតែខ្ញុំនិងម៉ែត្រូវញ៉ាំសាច់ដើម្បីបំពេញសុខភាពយាយទួតខ្ញុំត្រឡប់ទៅវិញហើយមីស្រីចង្រៃនេះខ្លួនឯងចង់ស៊ីសាច់សោះបែរជាយកក្មេងមកធ្វើជាលេមើលចុះសាច់ច្រើនយ៉ាងនេះតើចៃរបស់ខ្ញុំត្រូវធ្វើការធ្ងន់ប៉ុណ្ណាទើបដូរបានសាច់ទាំងនេះមកសាច់បន្តិចបន្តួចនេះកាលពីមុនបងថ្លៃស៊ីម្នាក់ឯងអស់បាត់ហើយមិនដែលឃើញទុកដាក់យកមកសក្ការៈដល់ឪពុកម្ដាយក្មេកអញ្ចឹងទេម៉ែគិតថាបងថ្លៃមានបំណងអាក្រក់អីទេកាលលើកមុនគាត់ផ្ញើត្រីមកខ្ញុំមានអារម្មណ៍ថាមិនស្រួលបាត់ទៅហើយប្រពន្ធទី2ឯងគិតមើលថាគាត់ល្ងងប៉ុណ្ណាឥឡូវគ្រប់ផ្ទះសុទ្ធតែខ្វះស្បៀងតែបងថ្លៃបែរជាចិត្តទូលីម្លេះគាត់ល្អដាក់ម៉ែនឹងពុកយ៉ាងនេះប្រហែលជាចង់រើមកនៅវិញហើយដឹងម៉ែដាច់ខាតគុំទុនចិត្តឲ្យសោះណាអូតាមពិតនាងមានបំណងបែបនេះសោះចង់ត្រឡប់មកវិញកុំសង្ឃឹមគ្រាន់តែមើលចរិតអាធំក៏ខ្ញុំមិនងាយឲ្យនាងចូលផ្ទះដែរម៉ែដឹងថាត្រូវធ្វើបែបណាហើយមកញ៉ាំសាច់ទៅណែពុកនឹងតាឯងធ្វើការពេញមួយថ្ងៃហើយទុកឲ្យពួកគាត់ឲ្យច្រើនបន្តិចទៅហើយពីថ្ងៃនេះញ៉ាំច្រើនពេកហើយយូរទៅអាចនឹងមិនរលាយអាហារទេអីចឹងចុះថ្ងៃស្អែកពួកឯងទៅមាត់ទន្លេបេះបន្លែព្រៃជាមួយម៉ែដើម្បីលាងសម្អាតក្រពះបាត់ម៉ែចុះពេលណាពួកយើងទៅបើកតូបនៅទីរួមស្រុកវិញខ្ញុំចង់រកលុយណាស់កុំលោភលន់ពេកចាំម៉ែសម្រាប់ចិត្តសិនចាំគិតទៀតយប់នេះគ្មានការងារអីទេពួកឯងសម្រាប់ឲ្យបានឆាប់ទៅបាទបងប្រុសលីក្ដាមច្រើនម្លេះផលដែលប្រមូលបានមិនតិចទេតើប្អូនស្រីសៅកុំបង្អាប់ខ្ញុំអីថ្មីនេះអ្នកភូមិប្រើទ្រង់ដាក់ក្ដាមរបស់ប្អូនចាប់ត្រីក្នុងទន្លេអស់រលីងហើយឥឡូវនេះចាប់បានតែពូក្ដាមអស់នេះឯងបងប្រុសលីក្ដាមល្អបែបនេះហេតុអីក៏បងជន់វាឲ្យងាប់អស់អីចឹងហើយក្ដាមអស់នេះក្រៅពីបំផ្លាញដំណាំនិងកូនត្រីគឺគ្មានប្រយោជន៍អីសោះបើមិនជន់ឲ្យងាប់ទុកធ្វើអីមែនហើយម៉ែក្ដាមនេះគួរឲ្យស្អប់បំផុតហើយវាឆាប់កើតកូនទៀតសម្រាប់យ៉ាងណាក៏មិនអស់ដែរព្រះឲ្យក្ដាមធម្មជាតិគ្មានជាតិពុលបែបនេះបែរជាត្រូវគេជន់ឲ្យងាប់ទាំងរស់ទៅវិញពីថ្ងៃមុននៅភូមិលីវក្បែរខាងកូនកំព្រានិងស្ត្រីមេម៉ាយត្រូវដាច់ពោះស្លាប់ទាំងរស់ទោះបីជាភូមិយ៉ាងស៊ូយើងមិនទាន់មានអ្នកដាច់ពោះស្លាប់ក៏ដោយប៉ុន្តែមើលទៅក៏ជិតដល់ពេលដែរហើយរបស់ក្នុងទន្លេកាន់តែតិចទៅក្នុងស្រែក៏គ្មានដំណាំតម្លៃអង្ករនៅទីរួមស្រុកក៏ឡើងថ្លៃកប់ពុះពិតជាមិនដឹងថាថ្ងៃមុខរស់នៅយ៉ាងម៉េចទេពិតជាពិបាករស់មែនពិតមែនហើយប្អូនស្រីសៅបើក្ដាមនេះប្អូនត្រូវការក៏យកទៅចុះផ្ទះខ្ញុំនៅមានការងារទៀតខ្ញុំទៅសិនហើយប្អូនទី3កាន់ឲ្យជាប់អ្នកភូមិយ៉ាងស៊ូភាគច្រើនសុទ្ធតែមានចិត្តល្អប៉ុន្មានឆ្នាំនេះគ្រួសារយើងរស់បានក៏ដោយសារអ្នកភូមិជួយគ្នាទៅវិញទៅមកដែរប្រសិនបើមានវិធីដោះស្រាយបញ្ហាស្បៀងអាហារបានក៏ល្អដែរតោះទៅវិញព្រះអាយអីក៏ឈ្ងុយម្លេះប្រហែលជាម៉ែកំពុងធ្វើម្ហូបហើយប្រញាប់ឡើងតោះទៅ
ម៉ែតាម៉ែស្លីនឹងម៉ែនេះមិនមែនជាក្តាមដែលពូលីឲ្យមកទេដឹងរបស់នេះពិតជាអាចញ៉ាំបានមែនឈ្ងុយណាស់ដាក់ប្រេងនិងអំបិលច្រើនបែបនេះមិនឆ្ងាញ់មិនកើតនឹកស្មានមិនដល់ថាមានថ្ងៃមួយមនុស្សមិនបានការដូចលោកអាចជួយការងារបានសោះសេចក្តីល្អដែលអ្នកធ្វើចំពោះខ្ញុំថ្ងៃនេះខ្ញុំនឹងចងចាំទុកថ្ងៃក្រោយគ្រួសារខ្ញុំទូធាខ្ញុំនឹងសងគុណនេះវិញមាត់មីងលីននេះពិតជារឹងមែនប៉ុន្តែឃើញគាត់អរគុណខ្ញុំមិនប្រកាន់ទេមីងលីនអ្នកមិនជំពាក់អ្វីខ្ញុំទេបើជំពាក់គឺមានតែម្សៅមីមួយបើប៉ុណ្ណោះក្តាមទាំងនេះគឺបងប្រុសលីឲ្យខ្ញុំទេចាត់ទុកថាជាការសងវិញចុះមិនត្រឹមត្រូវទេគ្រាន់តែប្រេងនិងអំបិលដែលដាក់ក្នុងក្តាមនេះក៏អស់លុយច្រើនដែរបងស្រីសៅតើផ្ទះបងមានការងារអ្វីឲ្យខ្ញុំជួយទេបើមិនដូច្នោះទេក្នុងចិត្តខ្ញុំមិនស្រណុកឡើយបើទោះបីជាបងប្រុសលីធ្លាប់សើចចំអកឲ្យខ្ញុំពីមុនមកក៏ដោយប៉ុន្តែគាត់ជាមនុស្សស្មោះត្រង់បើខ្ញុំមិនឲ្យគាត់ធ្វើការទេប្រហែលជាគាត់មិនអស់ចិត្តមែនអញ្ចឹងខ្ញុំពិតជាមានការងារមួយឲ្យលោកជួយមួយរយៈមុនភូមិយើងត្រូវចោលលួចមិនមែនទេអីទោះបីជាផ្ទះខ្ញុំក្របបន្តិចមែនប៉ុន្តែផ្ទះដែលមានតែស្ត្រីមេម៉ាយនិងកូនកំព្រាពិតជាមិនមានសុវត្ថិភាពឡើយបើមិនអញ្ចឹងទេលោកជួយរែកថ្មពីល្អយឲ្យខ្ញុំមកខ្ញុំចង់ធ្វើរបងព័ទ្ធជុំវិញផ្ទះប៉ុន្តែខ្ញុំមានលក្ខខណ្ឌសម្រាប់ថ្មលោកមកនៅព្រឹកស្អែកចុះខ្ញុំនឹងប្រាប់លោកបាត់ល្អណាស់ព្រមព្រៀងគ្នាតាមនឹងចុះបងស្រីសៅខ្ញុំឡើងភ្នំហើយបងនិយាយហើយថាឲ្យមកលឿនបន្តិចរឿងដែលបានសន្យាពិតណាស់ត្រូវតែមកឲ្យលឿនហើយលោកតាយាយថាលោកតាភ្ញាក់ពីព្រលឹមបែបនេះច្បាស់ជាមិនទាន់បានញ៉ាំអីទេនំវោវោធូពីនេះជូនលោកតាក្មួយប្រុសបែបនេះមិនបានទេយាយរបស់ក្មួយបានជួយតាដេហ្វលច្រើនណាស់ហើយតាឲ្យតាទៅញ៉ាំអាហារផ្ទះក្មួយទៀតមិននឹងកើតប្រញាប់ទុកវិញទៅបងប្រុសលីធ្វើការងារមិននឹងមិនញ៉ាំបាយឲ្យឆ្អែតកើតម្យ៉ាងទៀតជួគេមកធ្វើការតាមានហេតុផលអីដែលមិនផ្ដល់អាហារឲ្យនោះបងចង់ឲ្យអ្នកភូមិជេរប្រតិខ្ញុំមែនទេទទួលយកទៅកាលពីមុនពេលគ្រូសាធូធាក៏មិនដែលធ្វើនំវោវោធូដែលល្អបែបនេះដែរបើចង់ធ្វើរបងផ្ទះថ្មពីល្អយច្បាស់ជាមិនគ្រាន់ទេទៅមកភ្នំថ្មម្ដងអស់ពេលចិត្តកន្លះម៉ោងទទួលក៏ទទួលចុះបាទអញ្ចឹងខ្ញុំសុំទទួលហើយកាលពីមុនលោកយាយលីននិងបងប្រុសសៀវគូតែងតែលួចយករបស់ញ៉ាំមកឲ្យខ្ញុំសប្បាយចិត្តណាស់ឥឡូវនេះខ្ញុំយករបស់ឲ្យលោកតាវិញពួកគាត់ក៏ច្បាស់ជាសប្បាយចិត្តដូចគ្នាអូក្មេងម្នាក់នេះស្គាល់គុណគេមែនពីមុនប្រពន្ធខ្ញុំនិយាយថាបងស្រីសៅរស់នៅទាំងលំបាកប៉ុន្តែផ្ទះបងស្រីសៅមានមនុស្សច្រើនបែបនេះនៅតែអាចញ៉ាំឆ្អែតហើយមានអាហារសល់ទៀតវាមិនអាក្រក់ដូចអ្វីដែលគាត់និយាយនោះទេអ្នកទាំងនេះពិតជាមានកម្លាំងខ្លាំងមែនបងស្រីអូបងស្រីមួយរយៈនេះបងមិនមកលេងសោះសៀវហុងនឹកបងណាស់មែនហើយបងស្រីកាលពីលើកមុនបងសាច់ឈ្ងុយណាស់សៀវហុងញ៉ាំរួចនិយាយថានឹកបងស្រីណាស់អូបងស្រីឥឡូវនេះបងបានបំបែកផ្ទះចេញពីគ្រួសារទី2ហើយតើបងមានលុយកាក់ច្រើនជាងមុនមែនទេតើបងនៅមានសាច់ទៀតទេខ្ញុំឆ្ងល់ថាសៀវហុងមិនដែលជិតស្និទ្ធជាមួយខ្ញុំសោះហេតុអីក៏នឹកខ្ញុំតាមពិតគឺឃ្លានសាច់សោះអូអ្នកក៏ដឹងដែរថាខ្ញុំជាមនុស្សចាយលុយដៃធំសាច់អស់រលីងហើយបើមិនអញ្ចឹងទេអ្នកឲ្យខ្ញុំខ្ចីលុយខ្លះមកខ្ញុំទៅទិញសាច់រួចហើយខ្ញុំនឹងចែកឲ្យសៀវហុងញ៉ាំបងស្រីកុំនិយាយលេងអីខ្ញុំមានលុយឯណាអូខ្ញុំមានការរវល់ខ្ញុំទៅមុនហើយពិតជាមិនចេះខ្មាស់អ៊ីនមែននៅចង់មកខ្ចីលុយខ្ញុំទៀតយកសាប់ទៅអ្នកឯងពិតជាផ្ចិតផ្ចង់ណាស់សូម្បីតែសង់របងក៏ត្រូវរកថ្មមានពណ៌មកលម្អដែរអ្នកទាំងអស់គ្នាជីកបន្តទៅបើហត់ក៏ត្រឡប់ទៅផ្ទះសម្រាកសិនទៅខ្ញុំទៅមើលខាងនោះបន្តិចបាត់អ្នកមីងតើនេះជាអ្វីហេតុអ្វីបានជាមើលទៅសំភ្នែកម្លេះដំឡូងបារាំងប៉ុន្តែស្លឹករបស់វាហាក់ដូចជាខុសពីអ្វីដែលខ្ញុំធ្លាប់ចាំមិនឆ្ងល់ទេដែលខ្ញុំចំណាំមិនបាន
មើលទៅដំឡូងបារាំងនេះជាពូជថ្មីដែលមិនទាន់មានគេរកឃើញប្រហែលជាមិនសូវមានអ្នកស្គាល់ទេម្យ៉ាងទៀតស្លឹកវាមានជាតិពុលផ្ទៃដីដ៏ធំនេះប្រហែលជាមាន4ទៅ5ម៉ូហើយដំឡូងបារាំងផ្ដល់ទិន្នផលខ្ពស់1ម៉ូអាចប្រមូលផលបាន3ទៅ4ពាន់ចិញ្ចៀនបើគិតបែបនេះអ្នកភូមិយ៉ាងស៊ូមានសង្ឃឹមហើយប៉ុន្តែដំឡូងបារាំងដែលមិនទាន់បានបង្កាត់ពូជអាចមានជាតិពុលត្រូវតែយកទៅពិសោធន៍សិនកូនថាអ៊ំស្រីរបស់កូនរកបានស្បៀងនៅទីនេះមែនទេម៉ែគឺនៅទីនេះឯងកូនឃើញអ៊ំស្រីជីកបានដុំមូលពណ៌លឿងជាច្រើនមើលទៅដឹងតែហូបបានតែម្ដងហូបបានពិតជាហូបបានមែនដីធំបែបនេះគ្រួសារយើងច្បាស់ជាមានបានមិនខានតោះប្រញាប់ទៅផ្ទះរកលោកតាឯងចេះដឹងច្រើនច្បាស់ជាស្គាល់ថាវាជាអ្វីចុះអ្នកទាំងពីរហេតុអ្វីបានជីកាន់កន្ត្រកទៅមកវិញលួចដេកលេងនៅលើភ្នំមែនទេអូម៉ែមើលនៅខ្ញុំនឹងសៀវហុងជីកបានរបស់នេះពុកម៉ែស្គាល់ទេថាវាជាអ្វីនេះគឺដំឡូងបារាំងមិននឹកស្មានថាភូមិយ៉ាងស៊ូយើងមានរបស់បែបនេះសោះអ៊ីងជឿតាកូនជីកបានវាណីណានៅភ្នំនោះអីមានច្រើនណាស់ដុះពេញដីតែម្ដងប្រហែលជា4ទៅ5ម៉ោឯណោះទេវតាប្រោះហើយមានដំឡូងបារាំងនេះអ្នកភូមិយ៉ាងស៊ូយើងមិនដាច់ពូស្លាប់ទេមែនហើយដំឡូងបារាំងនេះសូម្បីតែនៅរាជធានីក៏ជារបស់កម្រដែរមានតែមន្ត្រីធំទេទើបបានហូបភូមិយ៉ាងស៊ូយើងពិតជាទឹកដីមានហុងស៊ុយមែនពុកយើងយកដំឡូងបារាំងទាំងនោះទៅលក់នៅទីប្រជុំជនទៅមិនដឹងជាបានប្រាក់ច្រើនប៉ុណ្ណាទេលក់ស្អីទៅនេះជាស្បៀងសង្គ្រោះជីវិតអ្នកភូមិទាំងមូលអាទី2អញប្រញាប់ទៅអញ្ជើញមេភូមិមកទីនេះភ្លាមពុកនេះជាអ្វីដែលគ្រួសារយើងរកឃើញពុកចង់ឲ្យអ្នកភូមិទាំងមូលមកជីកដែរមែនទេចុះវាយ៉ាងម៉េចដំឡូងបារាំង4ទៅ5ម៉ូគ្រួសារយើងមានគ្នាតែប៉ុន្មានអ្នកហូបអស់ដែរឬបើយើងមិនប្រាប់មេភូមិទេខ្លាចក្រែងអ្នកភូមិលីវនៅចិត្តខាងដឹងមុនដល់ពេលនោះភូមិយ៉ាងស៊ូយើងច្បាស់ជាដាច់បាយមិនខានសរុបមកខ្ញុំសម្រេចចិត្តរួចហើយអ្នកណាក៏គុំមករារាំងឲ្យសោះ